3 ថ្ងៃនេះខ្ញុំលេងកាឌីជួបនឹងត្រីមួយដែលចម្លែកខ្លាំងមែនទែនណាទាំងអស់គ្នាហើយខ្ញុំបានថ្លឹងត្រីហ្នឹងឯង1គីឡូ2ខាំ1គីឡូ1ខាំអីហ្នឹងហើយឃើញថាអ្វីដែលចម្លែកនេះអ្នកទាំងអស់គ្នាមើលក្បាលវាដូចជាមានត្រាយ៉ាង1 2 3 4 5អញ្ចឹងក្បាលវាដូចជាមានចំនួន5ដែលប្លែកដែលដូចស្រៀងត្រាអញ្ចឹងណាមើលទៅវាអញើតហូបទាំងអស់គ្នាទី1ត្រីវាធំទី2វាមានអាត្រាហ្នឹងអញ្ចឹងណាតាមខ្ញុំធ្លាប់បបកបានច្រើនហើយប៉ុន្តែខ្ញុំអត់សូវឃើញអាបែបហ្នឹងឯង ខ្ញុំអត់ដឹងថាត្រីហ្នឹងវាមានលក្ខណៈបែបម៉េចហើយគេឆក់ឬមួយក៏វាខាំគ្នាមិនអត់ដឹងទេប៉ុន្តែអ្វីសំខាន់គឺវាចម្លែកត្រង់អញ្ចឹងណាខ្ញុំអត់ដឹងថាអ្នកទាំងអស់គ្នាធ្លាប់ជួបអញ្ចឹងដូចខ្ញុំអត់ទេបើសិនជាអ្នកទាំងអស់គ្នាធ្លាប់ជួបអញ្ចឹងអាចខមមិនប្រាប់ខ្ញុំខាងក្រោមផងបើសិនជាគាត់បានដឹងអីអញ្ចឹងណាប៉ុន្តែអ្វីសំខាន់គឺគ្រាន់តែខ្ញុំឆ្ងល់អីអញ្ចឹងទៅហើយវាពិតជាចម្លែកសូម្បីត្រីក៏មានត្រា5ដែរអញ្ចឹងហ៎ហើយអានេះគឺខ្ញុំលេងជាមួយនឹងកាឌីស៊េរីថ្មីទៀតហើយ ឃើញថាតឹងដៃខ្លាំងមែនទែនទាំងអស់គ្នាមុនដំបូងខ្ញុំគិតថាត្រីកពតដែរដោយសារតែខ្ញុំលេងហ្នឹងវាច្រើនបានកពតច្រើនណាតែមិននឹកស្មានថាចូលទៅរស់មួយលេង1គីឡូជាងអញ្ចឹងឯងទាំងអស់គ្នាខ្ញុំយកមកថ្លឹងនេះ1គីឡូ1ខាំចិត្ត2ខាំថា1ខាំចុះយើងអាចខុសគ្នាតិចតួចទេអញ្ចឹងណាហើយចំថ្ងៃនេះខ្ញុំលេងចំថ្ងៃសិលទៀតណាដល់ពេលអញ្ចឹងទៅចេះតែមានអារម្មណ៍មួយថាដូចអត់សូវសនុកចិត្តណាបើសិនជាមានបងប្អូនដែលគាត់បបកត្រីជួបអាត្រីបែបហ្នឹងឯងកុំភ្លេចខមមិនខាងក្រោមមកខ្ញុំដឹងផងណា